bạn đồng bọn cứ nó bé đạiខ្ញុំឃើញសុធានិយាយចឹងទឹកខ្ញុំហ៊ាននិយាយđồng bọnពីមុនខ្ញុំក៏អត់ពេញចិត្តបែបហ្នឹងមកយូរហើយគាត់និយាយអីគឺដូចប៉ັດប្រកបខ្លាំងណាស់គាត់និយាយលើណាថាបលើជាងពាក់កណ្ដាលហ្នឹងបងគាត់មិនដែលនិយាយអីថាហាងមើលទៅសំស្របសំរុំជាមួយនឹងហេតុការណ៍ទេគាត់និយាយដូចច្បាស់ដូចគាត់នៅក្នុងហេតុការណ៍ចឹងបងគឺគាត់និយាយមកយើងលើណាថាអ្នកដែលជឿងប់ងល់ក៏ប៉ុន្តែគាត់និយាយគឺបន្ថែមបលើរឿងពិតមែនតើបងប្អូនហើយចឹងបងប្អូនទៅស្ដាប់សុធាដែលគាត់រៀបរាប់អំពីកំហុសដែលបែបហ្នឹងគាត់និយាយថាវាគេថាលើហួសហេតុពេលបងប្អូនយើងទៅស្ដាប់ទាំងអស់គ្នានិយាយរួមទៅមនុស្សនេះចំជាចង្រៃផុតលេខខ្ញុំមិនដែលឃើញនរណាដែលធ្វើមេត្តាឲ្យបំភ្លឺព័ត៌មានដូចម្នាក់ហ្នឹងទេបងប្អូនស្ដេចថៃទៅសំពះសុំទោសឡាយពីរឿងដើមប្រវត្តិសាស្ត្រដែលស្ដេចឪភូមិវិបុលអាប់ឌុលយ៉ាដេតហ្នឹងយកដីឡាយនាយករដ្ឋមន្ត្រីឡាយហ្នឹងគេសប្បាយចិត្តណាស់គេបានរៀបពិធីចងខ្សែអំបោះផឹកទឹកសម្បត្តិរួមគ្នាសូមគ្នាធ្វើបងប្អូនធម៌ហើយក៏សូមឲ្យឡាយហ្នឹងលើកលែងអនុគ្រោះរឿងប្រវត្តិសាស្ត្រដើមទាំងអស់ផងដែរយកទាំងដីឡាយយកទាំងវប្បធម៌សម្លៀកបំពាក់របស់ឡាយហើយយកទៅថតរឿងប្រកាសប្រាប់ពិភពលោកថាឡាយហ្នឹងចុះចូលជាមួយប្រទេសថៃខ្លួននៅក្រោមការគ្រប់គ្រងរបស់ខ្លួនថាប្រទេសថៃហ្នឹងកំពុងតែកាន់កាប់គ្រប់គ្រងលើទឹកដីឡាយបន្ទាប់ពីបងប្អូនធម៌គេសំពះលាគ្នាហើយស្រាប់តែមានរឿងចម្លែកអភូតហេតុចម្លែកកើតឡើងដែលមិនធ្លាប់មានសោះនៅក្នុងប្រវត្តិសាស្ត្រប្រទេសឡាយស្រាប់តែមានព្យុះតកកហ្នឹងធ្លាក់មកយ៉ាងខ្លាំងតកកម្ដុំប្រប៉ុនចានចកលាយឡំជាមួយនឹងព្យុះភ្លៀងធ្វើឲ្យដំបូលផ្ទះប្រជាជនឡាយទាំងអស់ទាំងនៅសាលានិយាយរួមទៅមនុស្សនេះចំជាចង្រៃផុតលេខខ្ញុំមិនដែលឃើញនរណាដែលធ្វើមេត្តាឲ្យបំភ្លឺព័ត៌មានដូចម្នាក់ហ្នឹងទេបងប្អូនហើយខ្ញុំកោតបងប្អូនយើងមួយចំនួនលោកហើយអ្នកជឿចេះតែជឿហើយព័ត៌មានមកពីតាណាប្រភពមកពីតាណាចិត្តតែនិយាយតាមក្បាលវ៉ាល់ខ្លួនឯងណាសិតតែស្អីឯណាស្ដេចថៃនឹងទៅទស្សនកិច្ចនៅឡាវទៅសុំទោសថៃអត់ទៅសុំទោសឡាវឯណាដែលការឲ្យខ្លួនកាន់នឹងយកដីយកអីឯណាសិតតែគេនឹងធ្វើពិធីស្បត់ធ្វើបងប្អូនធွာឯណាសន្យាឯណាឈប់ឯណានៃអើយលោកឲ្យលោកបងប្អូនណាគេទៅទស្សនកិច្ចគេទៅបង្កើតកិច្ចសហប្រតិបត្តិការគេមិនមកនិយាយរឿងប្រវត្តិសាស្ត្ររឿងអីទេហើយអាពិធីសែនចងដៃក៏ចឹងដែរថ្នាក់ដឹកនាំប្រទេសក្រៅប្រទេសណាក៏ឲ្យតែទៅទស្សនកិច្ចផ្លូវរដ្ឋនៅឡាវគឺឡាវគឺទទួលស្វាគមន៍ដោយការធ្វើពិធីសាសនានេះចែកតែពិធីលើករាសីរបស់គេទាំងអស់មិនមែនដូចជាប៉ិចនឹងទៅបំភ្លឺព័ត៌មានទេចឹងហើយបានជាខ្ញុំប្រាប់ថាករណីម្នាក់នេះមិនមែនបំភ្លឺព័ត៌មានបំពុលសង្គមតែម្ដងទេណាហើយអត់ញិនទេគឺច្រើនដងហើយការនិយាយបំភ្លឺរបៀបហ្នឹងវាអត់បានធ្វើឲ្យជាតិយើងរីកចម្រើនទេគឺវាធ្វើឲ្យប្រទេសគេមើងងាយប្រទេសយើងមើងងាយប្រជាជនយើងថាប្រជាជនយើងចំណេះដឹងនៅមានកម្រិតអត់ចេះស្រាវជ្រាវព័ត៌មានពិតអញ្ចឹងល្មមហើយល្មមថ្នាក់ដឹកនាំមន្ត្រីរាជការមួយចំនួនដែលពាក់ព័ន្ធហ្នឹងចាត់ការនិយាយពេកហ្នឹងចេញម្ដងទៅ